Côn được ở mía ngày nàng dương về làm pi kim mi sẽ đầy riêng lại tí tóc mê riêng tí pí câu mấy và itro cọ bùa mình toàn trái trái trên chi sáng năng xin chẳng chẳng lịch muối dương game pi sài chẳng đi dùng mình này đêm đấy ha thà sài cái cọ ao đi dùng mình này sài sáng cứ chia itro cọ bùa mình toàn trái để mình dùng toàn pi choán đối với tôm cọ bốn nâng cọ bồn nông molecule được bảo vệ sáng mình được một thứ tớ xây ấn ha pi ấn ấn thông với mà pi sáng cái ai hao việt ha olipinรูปวินพัตกรรมจมูกเพราะบังเกิดบานทีอองอธิเรียวโดยเพลงจากคาวิทาโอลิพินเมียมบลีเมียชั่วโมงระบอาไซจังวิจัยจังจีอาไซน์ไซโตลจังcái hàoชั่วโมงเวียกระบวนปีเอไตน์กระบวนใบโปรไพน์กระบวนบุญบอยไตน์ได้วิมีนบอยมวยไอ้ผู้ติดตั้งปนปีจอนในตั้งตีมวยหายนี้บอยปีไอ้ติดตั้งปีจอนในตีปีจ้ะนี้ป๋องcó 4 mê e pro với bằng pon pichon nơi tăng thì mũi bóng mũi ảnh mê e pro bôi bằng đá ra nơi tăng thì pì chân từ dịp bóng pì ảnh rồi cái ảnh ha thà pi bằng tay mũi bằng tay pi bơi tay mũi bơi tay chà ảnh hàng chẳng bạn tao nói dương mưa ao cám sai này dạ chấn ní này cứ dẹp đồng vía ní cứ đi tăng còn bị cho người tăng tiền muốiហើយសេហា3នេះមានហាខ្នែងដល់កន្លែងនេះចាអញ្ចឹងយើងបងឲ្យសម្ព័ន្ធពីជាន់មានលេខតូចហើយយើងហៅខ្នែងមុនអញ្ចឹងយើងបងលេខមក1 2អញ្ចឹងខ្នែងទីតាំងទី2ខ្នែងនេះឈ្មោះមេទីលវាជា2មេទីលតោះមកយើងរាប់កាបូនមេ1 2 3 4ចាអរនេះទេអានេះខ្នែងចុះក្រោមទៅនេះអញ្ចឹងទៅជា2មេទីលបុយមួយឯងឬក៏2មេទីលមួយបុយតែចាអញ្ចឹងនេះដូចគ្នាដែរមេអេប្រូមុខចកនេះគឺខ្នែងបុយចានៅទីតាំងទីនេះទី3ហើយសម្ព័ន្ធពីជននៅទីតាំងទី2អញ្ចឹងទៅទី3មេទីលបុយ2ឯងឬក៏3មេទីល2បុយតែចាតមកទៀតនេះយើងរាប់ពន់ពីជាន់នៅខាងឆ្វេងបងលេខ1លេខ2លេខ3អំពងចកនេះគឺខ្នែងអត់បងលេខទេទៅមក4អានេះក៏ខ្នែងណាត់បងលេខដែររួច5អញ្ចឹងប៉ង់ចាខ្នែងយើងមាន2នេះ1នេះ1នៅទីតាំងទី3និងទីតាំងទី4អញ្ចឹងឈ្មោះរបស់វា3 4 D មេទីលមានមេទីល2ដង D មេទីលទៅមកបានកាបូន5គឺប៉ង់ទៅមកទីតាំងពន់ពីជាន់នៅទីតាំងទី1អញ្ចឹងប៉ង់មួយឯងចានេះដូចគ្នាតែវាខ្នែងវាអេទីលហើយនឹងមេទីលអញ្ចឹងយើងហៅអេទីលមុន1 2 3 3អេទីល4មេទីលហើយយើងរាប់ទៅមេអេប្រូបុយប៉ង់អញ្ចឹងប៉ង់ទីតាំងពីជាន់ប៉ង់ពីឯងហ្នឹងគឺអាល់កានអាសែនខ្សែខ្នែងចាអញ្ចឹងនិយាយទូទៅដើម្បីហៅឈ្មោះអាល់កានខ្សែខ្នែងយើងហៅលេខខ្នែងទៅមកហៅឈ្មោះរបស់ខ្នែងបុព្វបត្តិក្រិចចាបុព្វបត្តិក្រិចប៉ង់ x 10អុកហ្នឹងហើយលេខទីតាំងសម្ព័ន្ធពីជាន់ហើយនឹងបូកពាក្យថាឯនចាតោះមកយើងចូលទៅលក្ខណៈរូបអាសែនមានលក្ខណៈរូបដូចជាអាសែនដែលមានកាបូន2ដល់4គឺជាស្មាំងចាអាសែនដែលមានកាបូនចំនួន5ទៅដល់17ជាអង្គធាតុរាវហើយធំជាង17ទៅជាអង្គធាតុរឹងចាតោះមកចំណុចរំពុះអាសែនកើនឡើងតាមចំនួនកាបូនអញ្ចឹងកាបូនកាន់ចឹងរំពុះវាកាន់តែខ្ពស់ហើយអាការខ្សែខ្នែងមានចំនួនពុះទៀបជាងអាការខ្សែតូលព្រោះខ្សែតូលវានៅម៉ូលេគុលជិតគ្នាល្អអញ្ចឹងកម្លាំងជំនាញវាខ្លាំងជាងខ្នែងដែលម៉ូលេគុលនៅឆ្ងាយពីគ្នាធ្វើឲ្យរំពុះអាខ្សែតូលខ្លាំងជាងខ្សែខ្នែងចាមានដងស៊ីតេធំជាងអាការតិចតួចបើចំនួនកាបូនវាស្មើគ្នាអញ្ចឹងបើអាការកាបូន4អាសែនកាបូន4អញ្ចឹងអាសែនមានដងស៊ីតេធំជាងអាការចាតោះមកយើងចូលលក្ខណៈគីមីលក្ខណៈគីមីនៃអាសែនលេខ1យើងនិយាយពីប្រតិកម្មចំហេះមានន័យថាអាសែនឆេះជាមួយនឹងអុកស៊ីសែនអាសែនដូចជាស្នោដូចជាជ័រហ្នឹងអញ្ចឹងពេលដែលយើងដុតទៅយើងនឹងចេញកាបូនស៊ីតហើយទឹកហើយយើងខ្លាំងសមីការចាអញ្ចឹងឧទាហរណ៍ A តែនបូកអុកស៊ីសែនមកបូនស៊ីតទឹកប្រូប៉ែនបុយតែនអញ្ចឹងបូកមកគឺចេញកាបូនឌីអុកស៊ីតនិងទឹកទាំងអស់ចាចុះមកយើងនិយាយពីប្រតិកម្មបូកមានន័យថាយើងបូកជុំវិញសម្ព័ន្ធពីរជាន់អញ្ចឹងបើយើងបូកជាមួយនឹងអ៊ីដ្រូសែនកនេះបូកមួយសែនអញ្ចឹង
alkyl បូក ethane យើងនឹងចេញ alkane CN ហាស់ពី N បូកហាស់ពីយើងប្រើកាតាលីករនីកាល់យើងចេញ CN ហាស់ពី N បូក2គឺ alkane អញ្ចឹង alkyl បូក hydrogen ចេញ alkane ឧទាហរណ៍ ethane បូក ethane ចេញ ethane ចានេះ propane បូក ethane ចេញ propane ចាបន្ទាប់មកបូកដែរបូកមួយ halogen ដូចជាយើងតាម H ដូចជា Cl Br ចាអញ្ចឹងយើងបូកមកយើងនឹងចេញ CN ហាស់ពី N H ហ្នឹងគឺបូកជាមួយសម្ព័ន្ធពីរជាន់អញ្ចឹងបើយើងសេរូបមន្តដុលឬក៏រូបមន្ត molecule C2 ហាស់4យើងបូក Br2 យើងនឹងចេញ C2 ហាស់4Br2 ចា Br2 បើយើងដាក់ឲ្យឃើញសម្ព័ន្ធចេះគឺយើងបូកជាមួយសម្ព័ន្ធពីរជាន់អញ្ចឹងនេះ propane អញ្ចឹងបូកជាមួយសម្ព័ន្ធពីរជាន់នេះ C ហាស់2បូក Cl2 អញ្ចឹងបូក Cl កន្លែងនេះ1បូកកន្លែងនេះ1ព្រោះវានៅជាមួយសម្ព័ន្ធពីរជាន់ត្រង់នេះជាមួយសម្ព័ន្ធពីរជាន់នេះអញ្ចឹងបូកមកកន្លែងហ្នឹងដែរកើនមកហើយយើងអាចសម្ព័ន្ធពីរជាន់ចេញគេថាប្រតិកម្មបូកតមកទៀតកបូកជាមួយ H គឺ halogen នោះចាអញ្ចឹងបូកមកយើងចេញ CN ហាស់ពី N បូក H មួយអញ្ចឹង CN ហាស់ពី N បូក1ហើយមាន H នៅហ្នឹងអញ្ចឹងឧទាហរណ៍ A តែនត្រាបូក HBr អញ្ចឹងយើងបាន C2 H5Br បូកចូលក្នុងមកព្រោះ H នេះ1បូកឲ្យ1 5Br ពេលយើងសេពលាតសម្ព័ន្ធយើងបូកជាមួយសម្ព័ន្ធពីរជាន់ដែរអញ្ចឹង H បូកកន្លែង H ច្រើន H បូកកន្លែង CH2 អញ្ចឹងវាបាន CH3 ICl បូកកន្លែង H តិចចេញ CHCl ចាហើយសម្ព័ន្ធពីរជាន់នឹងដាក់អញ្ចឹងគឺជាវិធានដែលយើងត្រូវចាំថាពេលដែលយើងបូក HX ឬក៏ HCl HBr ជុំវិញសម្ព័ន្ធពីរជាន់គឺយើងយក H នេះបូកកន្លែង H ច្រើនចាហើយយើងយក Cl បូកកន្លែង H តិចនេះចាអញ្ចឹងចេញបែបនេះតែមកប្រតិកម្មបូកជាមួយទឹកបើយើងយកសែនបូកមួយទឹកយើងនឹងបានអាល់កុលចាបើយើងសេរូបមន្តដុលគឺ CN ហាស់ពី N បូកទឹកអញ្ចឹងយើងសេបាន CN ហាស់ពី N បូក1 OH ដើម្បីបង្ហាញពីអាល់កុលគឺ OH ចាឧទាហរណ៍យក A តែនបូកទឹកអញ្ចឹងយើងបាន ethanol ចាបើយើងទៅសេសម្ព័ន្ធបង្ហាញពីសម្ព័ន្ធនេះ propane បុកទឹកចាបុកទឹកខ្ញុំសេខុសតិចចាយើងបុកទឹកយើងទទួលបាន A propane ចាអញ្ចឹងដូចគ្នាដែរដោយអាបូកមួយ HX ដែរគឺ H បូកកន្លែង H ច្រើនហើយ OH បូកកន្លែង H តិចដោយសារទឹកយើងបំបែកចេញជា2គឺ H មួយ OH អញ្ចឹងកន្លែងនេះអ្វីដែលយើងផ្លាស់ប្ដូរគឺកន្លែងហ្នឹង H ហ្នឹងគឺ3តែពីដំបូងមកវា H 2ហើយកន្លែងនេះ CH ហើយនេះ OH ចាវាចេញមកបែបហ្នឹងអញ្ចឹង alkyl បូកទឹកចេញអាល់កុលតមកយើងមានប្រតិកម្មអុកស៊ីតកម្មចាពីយក alkyl ធ្វើប្រតិកម្មជាមួយអុកស៊ីតករខ្លាំងដូចជា potassium permanganate អញ្ចឹងយើងទទួលបានសមាសធាតុ diol ហើយនឹងmanganese 4អុកស៊ីតចានេះគឺមានពណ៌ស្វាយនេះគឺមានពណ៌ត្នោតអញ្ចឹងគេប្រើប្រតិកម្មហ្នឹងដើម្បីរកអត្តសញ្ញាណ alkyl មានន័យថាបើយើងបូកអាហ្នឹងទៅអញ្ចឹងអានេះបដូរពីពណ៌ស្វាយទៅជាពណ៌ត្នោតអញ្ចឹងមានថាសមាសធាតុហ្នឹងគឺ alkyl ដែរចាតោះមកយើងចូលប្រតិកម្ម 3.4 polymer កម្មចា polymer កម្មគឺប្រតិកម្មបង្កើតសមាសធាតុធំពីសមាសធាតុតូចឧទាហរណ៍នេះអេតែនអញ្ចឹងយើងដាក់ឲ្យវាច្រើនមកចំនួន n អេតែនដុតកម្ដៅវាទទួលបាន poly ethylene ចាហើយសម្ព័ន្ធពីរជាន់ហើយចេញបែបហ្នឹងអានេះ chloroethane អញ្ចឹងយើង polyvinyl chloro ចាយើងចេញអញ្ចឹងប្រតិកម្ម polymer កម្មហើយអស់ហ្នឹងគេយកមកប្រើនេះ polyethylene គឺមានដូចជាថង់ផ្លាស្ទិក10ជយើងមើលរូបទៅឃើញហើយ polyvinyl chloro គឺនេះជទៅយកបំពង់ទីបនេះចាហើយpolyacrylonitrile ចា polyacrylonitrile នេះស្រោមដៃអាវងាអំបោះនេះចាហើយនេះ polystyrene គឺធ្វើជស្នោកែវទឹកឯនឹងឯងគឺសិតទៅជាផលិតផលដែលបានមកពី polymer កម្ម alkyl ចាអេតែនយើងបានផលិតផលជាច្រើនតោះមកយើងមើលពីបម្រើបម្រាស់និងទង្វើចាក៏មួយទង្វើ alkyl គេអាចធ្វើ alkyl ដោយយកអាល់កុលទៅដាក់ជាមួយនឹងកាតាលីករស៊ីសូប៉ូរិកហើយដុតកម្ដៅដល់150អង្សាសេទៅគេនឹងទទួលបាន alkyl ហើយនឹងទឹកឧទាហរណ៍
ethanol ដាក់ស៊ីសូបូរិកគេទៅបានអេតែនបូកទឹកហើយក៏គេអាចធ្វើអាសែនតាមវិធី decytosen កម្មដែរចាអញ្ចឹងគេយកpropyl ណា propyl bromo ឬក៏ propyl bromo ឬក៏ bromo propyl នេះមួយ bromo propyl នេះមួយ bromo propan យើងបូក potassium hydroxide យើងទទួលបាន alkyne ចាបែបហ្នឹងឯងហើយក៏យើងអាចធ្វើ decytosen កម្ម alkan យក alkan ដាក់ aluminium oxide ដុតដល់8 ដងសាសេយើងទៅបាន alkyne និង hydrogen ឧទាហរណ៍ A តានអញ្ចឹងដាក់មកយើងទៅបាន A តែនចាទង្វើវាមាន3វិធីហើយនឹងវិធីចុងក្រោយមាន4ទៀតគឺ cracking alkan យក alkan ទៅដុតកម្ដៅហើយដាក់ catalytic យើងនឹងទទួលបានalkyne ចា alkyne មួយ alkan មួយអញ្ចឹងយើងមើលតាមបដកម្មនឹងមកហើយបំរើគឺយើងមើលទៅដូចដែលរូបភាពដែលនេះគឺឲ្យតាមលើមកដែរចា polyethylene ទីធ្វើដកផ្លាស្ទិកផ្អោងធុងទឹកអេទីឡែនធ្វើបាតកម្មមកវីនីលខរូអាហ្នឹងធ្វើជាខ្សែភ្លើងទៅយកទឹកអូអីគេទៀតអាកុលអេទីឡែនធ្វើជាអាកុលធ្វើជាស្រាទឹកអប់អង្គធាតុរំលាយជាច្រើនទៀតហ្នឹងគឺជាបំរើរបស់អាសែនអញ្ចឹងកូនរៀនទាំងអស់គ្នាគាត់មានរៀនទុកផងចាហើយយើងជួប